សួស្តីបងប្អូនបាទឥឡូវខ្ញុំបាទនាំបងប្អូនមកបាទធ្វើដំណើរតាមរយៈរទេះភ្លើងបាទ MRT រទេះភ្លើងក្រោមដីបងប្អូននៅស្ថានីយ៍មួយកន្លែងដែលស្ថិតនៅក្នុងទីក្រុងបាងកកបាទប្រទេសថៃហើយស្ថានីយ៍នេះគឺមានឈ្មោះថាស្ថានីយ៍ភេទបុរីតាត់ម៉ៃបងប្អូនហើយឥឡូវខ្ញុំបាទធ្វើដំណើរពីស្ថានីយ៍ភេទបុរីតាត់ម៉ៃហ្នឹងទៅស្ថានីយ៍រាមាណាញបាទ5 9បាទទៅម្ដុំហ្នឹងព្រោះថាបើសិនជាយើងជិះឡានឬក៏យើងបាទធ្វើដំណើរដោយវិធីផ្សេងបាទគឺវាស្ទះបាទអញ្ចឹងនៅក្នុងទីក្រុងបាងកកដែលយើងធ្វើដំណើរចំណេញលុយកាក់ចំណេញពេលវេលាហើយកាត់បន្ថយបាទការកកស្ទះចរាចរណ៍គឺយើងធ្វើដំណើរតាមរយៈរទេះភ្លើងក្រោមដីឬក៏រទេះភ្លើង MRT បងប្អូនបាទឬរទេះភ្លើងមួយទៀតដែលយើងភាគច្រើនយើងស្គាល់ហើយយើងធ្វើដំណើរជារាល់ថ្ងៃគឺរទេះភ្លើង BTS បាទគេហៅរទេះភ្លើងអាកាសបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលបាទចង់ចំណេញពេលវេលាចំណេញថវិកាហើយបាទកាត់បន្ថយការកកស្ទះចរាចរណ៍យើងអាចធ្វើដំណើរតាមរយៈរទេះភ្លើងក្រោមដីឬរទេះភ្លើងអាកាសក៏បានដែរបងប្អូនបាទឥឡូវនេះយើងចាប់ផ្ដើមរងចាំទិញសំបុត្រដើម្បីយើងធ្វើដំណើរអានេះគឺជាន់ទី2បងប្អូនយើងចុះពីលើមកមួយជាន់គឺគេហៅជាន់សម្រាប់យើង break down គឺសម្រាប់បាទញ៉ាំអីសិនហើយបានយើងចុះមកជាន់ទី2បាទសម្រាប់យើងទិញបាទសំបុត្រយន្តសំបុត្ររទេះភ្លើងហើយបើយើងដើរចូលទៅខាងក្នុងដើម្បីជិះរទេះភ្លើងបងប្អូនបាទអូខេអរគុណច្រើនបងប្អូនបាទជួបគ្នាពេលក្រោយអរគុណសម្រាប់ការទស្សនាបាទការតាមដានខ្ញុំបាទជម្រាបលាបាទបាយបាយ